នេះគឺជាកន្លែងអាហារពេលព្រឹកមួយកន្លែងដែលខ្ញុំគិតថាមានបងប្អូនយើងច្រើនមែនទែនដែលគាត់មានអនុស្សាវរីយ៍នៅទីនេះណាតាក់ទងជាមួយនឹងបាយសាច់ជ្រូកជ្រៀនឬក៏បាយផ្លូវមាន់មួយចាន3000មួយចាន5000 8000តាមបងប្អូនយើងកំងទៅហើយក៏មានភេទជ្ជៈមកកំ pl នៅទីនេះណាបងប្អូនយើងគ្រាន់តែកន្លែងឃើញទម្រង់នៃការលក់គ្រាន់តែកន្លែងឃើញនៅកន្លែងញ៉ាំហ្នឹងណាកូនផ្ទះមួយនេះបងប្អូនយើងប្រកាសជាស្គាល់នេះគឺគេហៅថាបាយសាឡាលើមែនទែនទៅខ្ញុំជាមួយរបស់អ្នកមិញតាំងពីឆ្នាំ2012គាត់ថាឥឡូវនេះខ្ញុំមកសូវបានចូលញ៉ាំទេព្រោះយើងដើរច្រើនអញ្ចឹងណាបងប្អូនហើយបាយរបស់គាត់តម្លៃនៅដដែលទេបងប្អូននេះមួយចាន3000 5000 8000ទៅតាមបងប្អូនយើងកំងសាច់ជ្រូកសាច់មាន់អីអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំមកជាលក្ខណៈបែបក្រុមការងារ3 4នាក់បងប្អូនសុំម្នាក់មួយចានម្នាក់មួយចានអញ្ចឹងណាហើយអាម្ទេសនេះបងប្អូនអាម្ទេសនេះអាម្ទេសស្អីគិតម្ទេសឆាគាត់ហ្នឹងឯងចង់និយាយថាសម្រាប់បងប្អូនយើងដែលមកញ៉ាំបាយនេះបើសិនជាមិនបានដាក់ម្ទេសនេះទេមានអារម្មណ៍ថាដូចជាពិតជាស្ដាយពិតជាស្ដាយក្រោយហើយសម្រាប់បងប្អូនយើងដែលគាត់ចូលចិត្តញ៉ាំម្ទេសណាហើយនេះបាយផ្លូវមាន់គាត់មួយចាននេះដូចជាតែ8000រៀលទេបងប្អូនសម្រាប់ពួកខ្ញុំចូលចិត្តញ៉ាំគឺអាច្បោកច្បល់បែបហ្នឹងនិយាយរួមទៅអត់ចេះរៀបក្បួននេះចង់ថាអត់ចេះរៀបក្បួនទេយើងញ៉ាំបែបណាឆ្ងាញ់យើងញ៉ាំបែបហ្នឹងទៅមិនបាច់ចាំលាក់ទេតាក់ទងជាមួយនឹងអាហារណាហើយនៅកន្លែងគាត់នេះក៏មានបាយសថែមដែរបងប្អូនមានបាយសថែមមកកាផ្លេបើថាញ៉ាំមិនគ្រប់ហៅបាយសថែមនិយាយរួមទៅបងប្អូនយើងនៅសាលាលើធ្លាប់រៀននៅសាលាលើប្រកាសជាដឹងហើយជួយខមមិនម្នាក់មួយផងថាមាននឹកអ្នកមិញទេមាននឹកបាយរសជាតិនៅសាលាលើទេសម្រាប់បងប្អូនយើងដែលគាត់ចេញពីសាលាលើទៅរៀននៅភ្នំពេញអីណាជួយខមមិនផងបើឃើញវីដេអូមួយនេះឥឡូវជួបជាមួយនឹងអ្នកមិញតិចថាឥឡូវហ្នឹងមិនដែរការលក់ដូរថាប៉ុណ្ណឹងបច្ចុប្បន្នយ៉ាងមិនដែរការលក់ដូរណាពេលសាលាគេមកកងប៉ុន្តែដូចជាមានភ្ញៀវធម្មតាអត់អីណាបាទធម្មតាមួយថ្ងៃអស់ប្រហែលឆ្នាំឥឡូវនេះឥឡូវអស់8 9ឆ្នាំដែរទេចាអាកាសដាច់ខ្លាំងម៉ានលើជាង10ឆ្នាំអូខេបងប្អូនដល់អ្វីដែលអ្នកមីរីក៏បានបញ្ជាក់អញ្ចឹងណាអធិស្ឋានផងខ្ញុំហៅថាអ្នកមីងផងលោកអ៊ំផងមែនទេទៅខ្ញុំត្រូវហៅអ្នកមីងទេមួយថ្ងៃគាត់លក់អថ្ងៃនេះមិនក្រោមពី10ឆ្នាំទេវាស្មើនឹង1ការ៉ុងហើយស្មើនឹង50គីឡូហើយបើថ្ងៃណាដែលសិស្សសាលាគាត់ចូលរៀនវិញណាបងប្អូនមួយថ្ងៃចូល1ការ៉ុងជាងវា50គីឡូជាងវាចូល10ឆ្នាំជាងទៅហើយអ្នកមីងរីនឹងហើយគឺជាស្ថាបនិកដែលគាត់ជាអ្នកបង្កើតបាយសាលាលើបាយសាលាលើហ្នឹងហើយតបបាយរបស់គាត់ហ្នឹងគឺឈ្មោះថាបាយសាលាលើនឹងផ្ទាល់តែម្ដងគាត់ក៏មានផេកដែរផេករបស់គាត់ក៏ឈ្មោះថាបាយសាឡានឹងផងដែរបងប្អូនមកកាផ្លេទាំងពីរកាហ្វេទាំងអីហ្នឹងគឺគាត់ដាក់ឈ្មោះបាយសាឡាលើនឹងផ្ទាល់តែម្ដងហើយមួយទៀតបងប្អូននៅទីនេះគឺគាត់ចាប់ផ្ដើមបើកពីម៉ោងដូចជាម៉ោង6 7ពេលព្រឹកណាបងប្អូនម៉ោង6 7ពេលព្រឹករហូតដល់ត្រឹមម៉ោង1ពេលថ្ងៃទេអញ្ចឹងបើសិនជាបងប្អូនយើងចង់ទៅសាកចង់ទៅញ៉ាំអីអូខេចង់ទៅរំលឹកអនុស្សាវរីយ៍អីបងប្អូនយើងអាចចេញទៅបានគាត់លក់ជារៀងរាល់ថ្ងៃទេបងប្អូនអរគុណច្រើនពីខ្ញុំមេលីមានតែប៉ុណ្្នឹងទេព្រឹកនេះអរគុណបាយបាយបានជួបទៀតហើយបងប្អូនបានជួបទៀតហើយរបស់ដែលចូលចិត្តនិយាយទៅថ្ងៃនេះខ្ញុំបានមកលេងនៅខាងទឹកដីស្រុកអង្គរបូរីនៅក្នុងខេត្តបន្ទាយមានជ័យណាបានឃើញកន្លែងបងប្រុសមួយដែលគាត់លក់នំជាប្រភេទនំសូស៊ីលក់តែនៅលើកង់3ទេគាត់លក់ជាប្រចាំបើតាមសាក់សួរគាត់លក់ជាប្រចាំនៅទីនេះហើយឃើញមានបងប្អូនយន់គាត់ចូលមកខ្ចប់ជាហោហើយអញ្ចឹងទៅបងប្អូនប្រហែលជារសជាតិឆ្ងាញ់ហើយដល់ពេលចូលទៅសាក់សួរនាំកិច្ចតិចទៅហើយទិញមកខ្លះភ្លក់ណាឆ្ងាញ់ផុសគាត់មែនអញ្ចឹងបានជាមានបងប្អូនយើងគាត់ចូលខ្ចប់ជាហោហើយអញ្ចឹងទៅបងប្អូនតំណងណាបងប្អូនតំណងមានមួយដូចជា1500 2000 3000ទៅតាមប្រភេទនំផុតគាត់អញ្ចឹងណាហើយមកទូគាត់នេះបងប្អូនមានដល់ទៅ20មុខជាង70 30មុខអីណោះនិយាយទៅគឺច្រើនបងប្អូនគឺច្រើនអញ្ចឹងសម្រាប់វីដេអូនេះណាខ្ញុំសូមបញ្ញាជូនទៅដល់បងប្អូនយើងទាំងអស់ដែលចូលចិត្តនឹងពេញនិយមញ៉ាំជាប្រភេទនំសូស៊ីនេះបងប្អូនហើយជាពិសេសសម្រាប់បងប្អូនយើងដែលជាfan របស់បងប្រុសនៅខាងទឹកដីស្រុកអង្គរបូរីណាបងប្អូនយើងអាចសាកខមមិនមើលថារសជាតិនៅកន្លែងគាត់នេះយ៉ាងម៉េចដែរព្រោះមែនតើទៅសម្រាប់ខ្ញុំភ្លក់កថាវាត្រូវមកខ្ញុំមែនតើទីតាំងដែលគាត់លក់ហ្នឹងបងប្អូននៅចិត្តដល់ស្ពានថ្មទៅខាងមន្ទីរពេទ្យស្រុកអង្គរបូរីណាគឺទល់មុខជាមួយនឹងហាងទូរស័ព្ទដៃប៉ាវច្រាំងហើយនំរបស់គាត់តំណងណាអានេះគេហៅស្អីគេទេដូចជាមានបកាមានអីចឹងទៅហើយខ្ញុំក៏បានសាក់សួរនាំគាត់បន្តិចបន្តួចទៅថាគាត់មានប្រមាណសាខាអីមានប្រមាណសាខាហើយគាត់ថាមានរងថ្ងៃដូចជាមាន4សាខាមានកន្លែងប្អូនមានកន្លែងបងហើយមាននៅខាងសៀមរាបមានអីចឹងណាហើយគាត់ក៏ធ្លាប់មកលក់នៅក្នុងវេទិកាខេត្តបន្ទាយមានជ័យចឹងដែរតែថាគាត់រៀងឆ្ងាញ់តិចក៏អត់សូវបានឡើងមកទេហើយមែនតើនំរបស់គាត់នេះក៏លក់ចាប់ពីម៉ោង1កន្លះរហូតដល់ម៉ោង5ម៉ោង6ឬក៏ម៉ោង7យ៉ាងយូរត្រូវម៉ោង6អីអស់ហើយបងប្អូនអញ្ចឹងណាអញ្ចឹងវីដេអូនោះឲ្យមកច្រើនទេនេះហាងទូរស័ព្ទប៉ាវច្រាំងហើយនឹងគាត់ហ្នឹងគឺនៅទល់មុខគ្នាតែម្ដងក៏លក់ជាប្រចាំថ្ងៃនេះគាត់មកជំនួសប្អូនគាត់ដោយសារគាត់លក់ទៅខាងមុខទៅទៀតតែកន្លែងនេះកន្លែងប្អូនគាត់សម្រាប់សិនទៅអញ្ចឹងគាត់ក៏មកលក់ជំនួសប្អូនគាត់អញ្ចឹងទៅអញ្ចឹងវីដេអូនោះអត់មានច្រើនទេបងប្អូនគាត់ថាថ្ងៃនេះបានជួបរបស់ដែលខ្លួនឯងចូលចិត្តញ៉ាំហើយក៏ចង់សាកសួរពុកម៉ែបងប្អូនយើងនៅខាងស្រុកអង្គរបូរីធ្លាប់ញ៉ាំនំគាត់អត់បើសិនធ្លាប់ញ៉ាំអូខេសូមជួយខមមិនផងថារសជាតិនៅកន្លែងគាត់នឹងយ៉ាងម៉េចដែរព្រោះខ្ញុំមកឃើញមានបងប្អូនគាត់មកខ្ចប់ជាហោហើយអីច្រើនអញ្ចឹងណាបងប្អូនអូរសជាតិរបស់គាត់គឺអែមអញ្ចឹងបងប្អូនអាចខមមិនម្នាក់មួយផងអរគុណច្រើនពីខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចេញពីខាងទឹកដីស្រុកអង្គរបូរីខេត្តបន្ទាយមានជ័យអរគុណបាយបាយ
ព្រឹកនេះមករំលឹកអនុស្សាវរីយ៍ញ៉ាំបបរមីក្តៅៗនៅពេលព្រឹកបងប្អូននៅផ្សារថ្មីផ្សារចំការកោណានៅកែងផ្លូវលេខ4បងប្អូនយើងប្រហែលជាស្គាល់លពូដោយសារតែជើងចាស់លក់ដូរតាក់ទងបបរនេះគឺច្រើនឆ្នាំគួរសមហើយក៏លក់ដូរគឺបែបសាមញ្ញទេបងប្អូនលក់នៅនឹងកង់3ណាប៉ុន្តែបងប្អូនយើងចង់ខ្ចប់ក៏បានចង់អង្គុយញ៉ាំនៅកន្លែងនេះក៏បានដែរដោយសារតែគាត់ក៏មានកន្លែងអង្គុយញ៉ាំដែរក៏លក់នៅទីនេះចាប់ពីម៉ោងដូចជាម៉ោង6កន្លះ7 8 9បងប្អូនលក់ដាច់មែនទែនណាក៏លក់នៅទីនេះតម្រាំទៅបានចាញ់ពីកន្លែងហ្នឹងគឺគាត់អស់មួយឆ្នាំទៅហើយដល់ពេលគាត់លក់អស់ទៅនឹងមួយសាគាត់នឹងធ្វើការចល័តហើយបងប្អូនយើងនៅក្រុងស្រីភ័ណ្ឌប្រហែលជាស្គាល់លពូច្រើនមែនតើនៅទីនេះបងប្អូនមិនមានច្រើនទេអ្នកដែលគាត់លក់តាក់ទងនឹងបបរមានកាទៀវមានស៊ុបចល័តបែបហ្នឹងណាបើតាមខ្ញុំដឹងដូចជាមានតែរទេះទេហើយជាពិសេសហ្នឹងលពូគាត់លក់ដល់កម្មចណ្ដើផ្ទះយើងទៀតសម្រាប់បងប្អូនយើងនៅក្នុងក្រុងស្រីភ័ណ្ឌចង់ញ៉ាំបបរចង់ញ៉ាំកាទៀវគាត់អីអាចទេកំងគាត់បាននិយាយទៅគាត់ដឹកដល់កន្លែងអញ្ចឹងណាប៉ុន្តែពីច្រើនគឺគាត់លក់ចាប់ពីផ្លូវលេខ1លេខ2លេខ3លេខ4រហូតដល់បេនឡានថ្មីក្រុងស្រីភ័ណ្ឌអញ្ចឹងហ្នឹងឯងហើយសកម្មភាពនៅពេលព្រឹកដូចបងប្អូនយើងបានឃើញស្រាប់អញ្ចឹងតំណងណាមានបងប្អូនយើងគាត់មកខ្ចប់ជាហោហែអញ្ចឹងទៅហើយបងស្រីគាត់ចូលមកថានេះជាមួយប្រចាំរវៃគាត់ហើយចង់និយាយថាគាត់ចូលចិត្តហើយឈ្មោះចែសៀបនេះតាមពិតទៅឈ្មោះបងប្អូនគាត់ទេដែលគាត់មានទីតាំងលក់ដូរនៅទីនេះណាថ្ងៃឡើងនៅទីនេះគឺបងប្អូនគាត់លក់តាក់ទងជាមួយនឹងបុកល្ហុងស្អីផ្សេងអញ្ចឹងទៅហើយបបរគាត់មួយចាន3000បបរគឺមួយចានចាប់ពី3000អញ្ចឹងទៅហើយដែលខ្ញុំដាក់នេះបងប្អូនមានប្រទេសហ្នឹងណាគឺបបរលាយជាមួយនឹងមីខ្ញុំចូលចិត្តញ៉ាំណាស់ការខ្ញុំនៅរៀនអនុវិទ្យាល័យតែឥឡូវគឺខានញ៉ាំយូរហើយព្រឹកនេះមករំលឹកអនុស្សាវរីយ៍បន្តិចបងប្អូនតំណងមែនតើដាក់ក្រូចឆ្មាដាក់ម្ទេសជ្រូកបន្តិចមកកោបែបហ្នឹងទៅបងប្អូនតំណងណារំលឹកអនុស្សាវរីយ៍បានសម្រាប់ឲ្យថ្ងៃនេះព្រោះខានញ៉ាំយូរហើយបងប្អូនជាពិសេសគឺជាមួយនឹងមីជាតិយើងតែម្ដងណាមីជាតិមីរបស់ខ្មែរយើងគឺមិនមែនជាមីចៅសៀមទេសូមបញ្ជាក់ប្រាប់ឲ្យហើយព្រោះគាត់បងប្អូនយើងចាប់ពី1500 2000សម្រាប់កូនក្មេងទូចៗណាគាត់ក៏លក់ដែរអត់ជាបញ្ហាទេអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ញ៉ាំអីអាចតាក់ទងទៅគាត់បានចាំមើលខ្ញុំដាក់លេខទូរស័ព្ទនៅខាងក្នុង comment និយាយមែនតើបងប្អូនយើងណាខ្លះដែលស្គាល់គាត់ជួយ comment ប្រាប់ខ្ញុំបានមួយផងអរគុណច្រើននេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ